នេះពីម៉ងវត្តទឹកវល់វត្តទឹកវល់ពេលតៃម្ដងលេងលោកដេញចាញ់បោះលោកធាក់ជើងលោកធាក់ជើងលេងដួលអូលោកដេញចេញលោកដេញចេញហើយលោកធាក់ជើងដួលណាលោកជើងដួលចឹងទៀតអូមើលហើយអនឡាញមិនហមឲ្យគេមើលងើបលោកអីបាទឥឡូវនេះទីភាសាវត្តមង្គលវ័នហៅវត្តកណ្ដាលបានដង្ហែចេញមកពីខាងស្គរស្ពានកោះធំហើយធ្វើដំណើរតាំងពីព្រឹករហូតមកដល់អាត្មានេះខ្ទង់ប្រហែលជាម៉ោង4កន្លះបាទឥឡូវយើងបានមកដល់មុខវត្តកោះខែលហើយអញ្ចឹងសូមបងប្អូនអរគ្នាទស្សនានៅទស្សនវិជ្ជានៃការដង្ហែទៀនភាសាវត្តមង្គលវ័នហៅវត្តកណ្ដាលជាមួយនឹងខ្ញុំបាទដូចតទៅហើយពេលអ្នកនេះមិនគួយអីចុកជើងហើយណាពងកាប់លុយហើយអូននេះបាទមិនរត់ចោលទីម៉ងអញ្ចឹងហត់ហ៎បាទអញ្ចឹងហ៎អញ្ចឹងឆ្នាំក្រោយហែទៀតបើហត់អញ្ចឹងហែអត់ចាំហែអូហែតាអត់ហែច្រឡំតាពេញដាត់វាជាប់វិស័យផ្ទះខ្លួនឯងមកកភ្លៀងអត់ទេអូនជប់សិនបាទនំប៉ាវនឹងឆ្ងាញ់ហ៎ឆ្ងាញ់បងហ្នឹងឆ្ងាញ់ហ៎បាទអើបងហើយខឹងមិញបានញ៉ាំបាយឆ្អែតអត់បងអត់ហើយអត់បានប្រអប់ពីប្រអប់ហើយឥឡូវថែមនំប៉ាវទៀតបាទហៅខ្លាំងមើលតាការញ៉ាំហ្នឹងក៏ដឹងថាឆ្ងាញ់ក៏ប៉ុណ្ណាដែរបងប្អូនហែវហ្មងលោយទីម៉ងនឹងកម្របានជួបប្រទេសទីម៉ងដែលស្អាតអស្ចារ្យអញ្ចឹងបងប្អូនលើអេដមីនឆ្លងផ្លូវទៅហើយអូខេទៅសម្ភាសគាត់តិចទីម៉ងឈប់សិនទីម៉ងយ៉ាអូទីម៉ងសួរថាទីម៉ងហ្នឹងនៅវត្តបាទនេះទីម៉ងវត្តទឹកវល់ពេលតៃម្ដងលេងលោកដេញចាញ់បោះលោកធាក់ជើងលេងដួលអូលោកដេញចេញលោកដេញចេញហើយលោកធាក់ជើងដួលណាលោកជើងដួលចឹងទៀតអូមើលហើយអនឡាញមិនហមឲ្យគេមើលងើបលោកអីហមមកខ្លាំងគេរបស់ពិតមកដល់ហើយអីបងប្អូននេះទីម៉ងអាន់ជីឡាវត្តកដាលអូនវត្តកដាលទីម៉ងវត្តកដាលវត្តកដាល